តើក្មេងកំសត់នេះមិនបានញ៉ាំអាហារមកយូរប៉ុណ្ណាហើយ ឥឡូវឯងដឹងឬនៅថាហេតុអ្វីបានយើងមិនទៅញ៉ាំជាមួយគេពេលនេះលាវរូយានប្រកាសជាដឹងពីរាជក្រឹត្យคล้ายៗហើយសូមអញ្ជើញបងស្រីមកពិធីជប់លៀងនៅក្នុងវាំងយប់នេះពិធីជប់លៀងក្នុងវាំងតាស្រីម្នាក់នេះមានគម្រោងអាក្រក់មែនទេរឿងដែលយករាជក្រឹត្យคล้ายៗដូចជាយកព្រះរាជបុត្រទី4មកចិញ្ចឹមដោយគ្មានការអនុញ្ញាតអញ្ចឹងហ៎បែបនេះមិនបានទេត្រូវតែរកវិធីដោះស្រាយគិតតែធ្វើយ៉ាងម៉េចទៅអត់ខ្ញុំគិតមិនចេញទេការតស៊ូនៅក្នុងដំណាក់ក្រោយតែយកកូនមកធ្វើស្អីហូស្លីបឲ្យស្អាតទៅដើម្បីទៅលបងចិត្តអធិរាជនៅយប់នេះឯងនិយាយស្អីហ្នឹងប្រកាសណាកូនដែលមានឋានៈខ្ពង់ខ្ពស់តែងតែលើកកិត្តិយសឲ្យម្ដាយអ្នកម្នាងរឿងនេះអាចនឹងមានការភ័ន្តច្រឡំទេការក្លែងបន្លំរាជក្រឹត្យគឺជាទោសធ្ងន់ណាស់ស៊ូលូសៀមិននឹងអាចល្ងងដល់ថ្នាក់នេះទៅនាងគិតច្រើនពេកហើយស៊ូលូសៀនាងគ្រាន់តែជាស្រីល្ងងប៉ុណ្ណោះនាងខ្លាចជាអគ្គមហេសីដ៏ថ្លៃថ្នូរនៅក្នុងរាជវាំងគឺដោយសារតែប្រវត្តិគ្រួសាររបស់នាងតែពេលនេះព្រះចៅអធិរាជមិនសពប្រទេសនាងទៀតឡើយថែមទាំងប្រងើយកន្តើយនឹងការគ្រប់គ្រងរបស់គ្រួសារនាងទៀតផងបើនាងមានខួរគិតពេលនេះនាងគួរតែនឹងឲ្យស្ងៀមនិងតែងខ្លួនស្អាតតែប៉ុណ្្នឹងឯងបំណងរបស់នាងគឺយករឿងដែលចិញ្ចឹមព្រះអង្គម្ចាស់ទី4មកបិទបាំងកំហុសដែលខ្លាញ់បន្លំរាជក្រឹត្យអ្នកម្នាងពិតជាមានភាពវៃឆ្លាតណាស់បើរឿងនេះត្រូវបានលាតត្រដាងសូម្បីតែគ្រួសារស៊ូទាំងត្រកូលក៏ត្រូវរលាយដោយសារតែស្នាដៃនាងដែរយករោពណ៌សដែលបាក់រូបព្រះខែនោះមកព្រះអង្គម្ចាស់គូចូលចិត្តឲ្យយើងធ្វើខ្លួនបែបសាមញ្ញក្រាបទូលអ្នកម្នាងស៊ូអញ្ជើញមកដល់យើងត្រូវតែយកតំណែងដើមរបស់យើងមកវិញឲ្យបានឯងឃើញទេអ្នកម្នាងស៊ូមើលទៅពិតជាស្រស់ស្អាតណាស់មែនហើយនោះដូចជាការតុបតែងមុខបែបថ្មីមែនទេបងស្រីមកយឺតហើយខ្ញុំច្រឡំស្មានតែបងមិនចង់មកដំណាក់ខ្ញុំហើយទេតើនាងធ្វើរឿងមិនគប្បីអ្វីចំពោះយើងឬមិនអញ្ចឹងមានហេតុផលអីដែលយើងមិនចង់មកដំណាក់នេះបើមិនមានទេគុំនិយាយពាក្យបន្លំអង្កើដែលធ្វើឲ្យគេយល់ច្រឡំបែបនេះព្រោះវាបង្ហាញពីសន្តានរបស់នាងថាគ្មានអ្នកណាប្រដៅព្រះអង្គម្ចាស់ស៊ូលូសៀនាងក៏ថានាងចេះសម្ដែងតែឯងឬនាងទោះបង្គំមិនយំទេទោះបង្គំមានបុត្រហើយគ្មានអ្វីដែលត្រូវយំទេបុត្រឬព្រះអង្គម្ចាស់ទោះបង្គំលើថាបងស្រីតើវាអាចកើតឡើងយ៉ាងម៉េចទោះបង្គំបានយកព្រះរាជបុត្រទី4មកចិញ្ចឹមពេលនេះទ្រង់ជាបុត្ររបស់ទូបង្គំហើយទ្រង់សន្យាជាមួយនឹងទូបង្គំហើយពីប៉ុន្មានឆ្នាំមុនស្រាដែលមានពឹសនោះគឺប៉ះពាល់ផ្នែកខាងក្នុងរបស់នាងពីពេលនេះទៅនាងមិនអាចមានកូនបានទៀតទេប៉ុន្តែបុត្ររបស់ស្នំទាំងអស់ដែលនាងត្រូវការនាងអាចយកមកចិញ្ចឹមបានអត់ទេទូបង្គំត្រូវការបុត្ររបស់ទូបង្គំធ្វើតាមដែលនាងចង់ចុះប៉ុន្តែទូបង្គំឮថាបងស្រីគឺយកព្រះរាជក្រឹត្យទៅជាមួយឮមកពីណាយើងធ្វើតាមបន្ទូលរបស់ព្រះអង្គនេះមិនមែនជារាជក្រឹត្យទេឬក៏ប្អូនស្រីគិតថាពរពោះបុត្ររបស់ព្រះអង្គហើយអាចជ្រៀតជ្រែកការងាររាជការបានឬតែទូបង្គំព្រះអង្គម្ចាស់ទូបង្គំមិនមានចេតនាដូចនោះទេទូបង្គំបានលើអ្នកបម្រើរបស់បងស្រីនិយាយថាបងស្រីបានយករាជក្រឹត្យដើម្បីទៅយកព្រះរាជបុត្រតូច
អញ្ចឹងមានន័យថានាងបានដាក់អ្នកស៊ើបអង្កេតនៅក្នុងដំណាក់ខ្ញុំនេះឬមនុស្សដែលមានអរិយាប័ត្រល្អគុណធម៌សិលធម៌ដូចដែលព្រះអង្គបាននិយាយព្រះអង្គម្ចាស់កម្រិតត្រឹមនាងចង់មកលេងហ្គេមជាមួយខ្ញុំសៀវលីឯងធ្វើឲ្យបងស្រីខកចិត្តណាសូលូសៀhost គឺពូកែខ្លាំងណាស់ដំបូងខ្ញុំចង់ recommend ឲ្យ host ពាក់អាវសាបដើម្បីទៅតាក់ទាញចិត្តអធិរាជនោះហើយឯងដឹងទេមនុស្សប្រុសជាសត្វដែលប្រើកែវភ្នែកចង់បានចំណាប់អារម្មណ៍របស់គេតាក់ទាញក្រសែភ្នែកគេឲ្យបានសិនលេងជាមួយនឹងផ្លូវចិត្តឯងមិនដឹងទេថាមនុស្សពាក់អាវក្រហមពេលដែលយំទៅគួរឲ្យអាណិតជាងអញ្ចឹងពេលនេះដឹងហើយថាទៅធ្វើយ៉ាងណាបើលោកម្ចាស់មិនខ្លាចក្នុងការយំទេអញ្ចឹងយើងធ្វើបែបនេះរហូតទៅក្មេងតូចយើងប្រាប់ឯង free មួយចុះមនុស្សអាក្រក់មិនដែលខ្លាចក្នុងការចាញ់ទេដោយសារតែពួកគេមិនខ្លាចបាក់មុខមាត់នៅទីសាធារណៈផ្ទុយពីពួកផ្កាឈូកសបើប្រឡាក់ហើយមិនងាយនឹងលុបជ្រះទេវ៉ាវ host គឺពិតជាអស្ចារ្យណាស់គ្រាន់តែបង្ហាញអាកប្បកិរិយាក៏អាចបង្ក្រាបខ្លាចកំណាចដែរទូបង្គំខុសហើយអ្នកម្នាងទូបង្គំមិនហ៊ានទៀតទេរឿងគ្រាមុនដែលយើងផ្ដល់មេរៀនឲ្យលីវរូយៀនជានាងដែលទៅទូលព្រះមហាក្សត្ររួមទាំងពេលនេះរឿងព្រះរាជក្រឹត្យផងដែរនាងធ្វើតួនាទីជាសត្វឆ្កែបានល្អពិតមែនក៏ប៉ុន្តែតើម្ចាស់របស់ឯងមិនដែលប្រាប់ទេឬពេលដែលគេចាប់បានហើយនោះតើវានឹងទៅជាយ៉ាងម៉េចទូបង្គំសូមអភ័យទោសអ្នកនាងម្ចាស់ទូបង្គំសូមអភ័យទោសមិនបាច់ដោបែបនេះពេកទេយើងក៏មិនមែនជាមនុស្សចិត្តអាក្រក់ចិត្តចង្អៀតអ្វីដែររឿងរបស់លាវរូយៀនមិនបាច់ចាំឲ្យយើងប្រាប់នាងម្ដងទៀតទេថាត្រូវធ្វើយ៉ាងម៉េចធ្វើខ្លួនឲ្យល្អទៅឪពុកម្ដាយបងប្អូនរបស់នាងដែលនៅក្រៅវាំងអាចរស់បានសុខស្រួលគឺអាស្រ័យលើការសម្រេចចិត្តរបស់នាងហើយបែបនេះតើអាចទុកចិត្តលើនាងបានដែរឬដំបូងគឺមិនអាចទេប៉ុន្តែអនាគតទៅជាយ៉ាងណាក៏មិនអាចដឹងនៅក្នុងសាច់រឿងដើមនាងគឺមានចិត្តលួចប្រតិព័ទ្ធទៅលើព្រះអង្គម្ចាស់ទី9ប៉ុន្តែព្រះអង្គម្ចាស់ទី9គឺឆ្លោះវង្វេងជាមួយនឹងលីវរូយៀនមិនដឹងការខុសត្រូវព្រះរាជបុត្រដែលខ្លួនលួចស្រឡាញ់ប៉ុន្តែជារបស់លេងនៅក្នុងកំដាប់ដៃរបស់ស្រីដតីភាពច្រណែនឈ្នានីសរបស់នារីពិតជាគួរឲ្យខ្លាចខ្លាំងណាស់យើងកំពុងតែគិតពីសភាពរបស់លីវរូយៀននៅពេលនោះប្រកាសជាគួរឲ្យអាណយអាធមខ្លាំងណាស់ហើយ